ក្រុមជើងសួររដ្ឋសួរស្បៃស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំហ្នឹងឯងណាដែលខ្ញុំមកនិយាយទាក់ទងជាមួយនឹងរឿងក្នុងថ្ងៃហ្នឹងដែលខ្ញុំបានជួបដែលធ្វើឲ្យខ្ញុំមានអារម្មណ៍អត់សូវល្អទាក់ទងជាមួយនឹងរឿងក្នុងសង្គមយើងអញ្ចឹងហ្នឹងហើយរឿងទី1នោះដែលខ្ញុំចង់និយាយទាក់ទងជាមួយនឹងរឿងការចោលសម្រាប់ហ្នឹងហើយដោយសារតែថ្ងៃនេះខ្ញុំបានជិះម៉ូតូលើដងផ្លូវពីក្រោយ Fast App មួយហ្នឹងហើយដល់ពេលជិះសុកនៅខ្ញុំឃើញក្នុងឃើញអ៊ំស្រីម្នាក់ដែលគាត់អង្គុយក្នុង Fast App ហ្នឹងហើយមើលយើងមើលឃើញ Fast App វាមានកញ្ចក់មានកញ្ចក់វាមានអាកនេះថ្លានៅពីក្រោយ Fast App ហ្នឹងយើងមើលឃើញអ្នកដំណើរបានថាអ្នកណាជិះដំណើរអ្នកណាកំពុងអង្គុយនៅក្នុងតុកតុកនៅក្នុង Fast App ហ្នឹងអញ្ចឹងទៅខ្ញុំឃើញអ៊ំស្រីម្នាក់អាយុប្រហែលខ្ទង់មើលទៅចាស់ហ្នឹងអាយុ40ជាង50ហ្នឹងមកតាមមើលហ្នឹងតាមមើលសភាពរាងកាយអីចឹងទៅលេងគាត់ប្រហែលជាញ៉ាំទឹកសណ្ដែកច្រដបហ្នឹងក៏ពេលគាត់ញ៉ាំហើយគាត់ទម្លាក់ចោលលើផ្លូវម៉ូតូក៏ពុំធ្វើដំណើរហ្នឹងហើយកង់3ក៏ពុំធ្វើដំណើរម៉ូតូផ្សេងៗក៏ពុំធ្វើដំណើរខ្ញុំអីក៏ពុំធ្វើដំណើរពីក្រោយគាត់ហ្នឹងហើយដល់ពេលជិះលេងគាត់ទម្លាក់វាថាផឹកអស់ពុបបឺតមកគ្រប់អស់ពុបទម្លាក់ចោលយល់អត់អាហ្នឹងគឺមានថាម៉េចបញ្ជាក់ឲ្យឃើញថាម៉េចឲ្យឃើញពីយើងនិយាយថាម៉េចទៅសម្ដានពួកសម្ដានខ្លាំងពីដឹងអ្នកនេះថាអូគាត់ចាស់ហើយមិននិយាយពាក្យសម្ដានហ្នឹងមិនត្រូវអញ្ចឹងណាអត់សម្រាប់ខ្ញុំចាស់បើសិនជាធ្វើអំពើអញ្ចឹងអ្នកនេះគួរឲ្យគោរពអ្នកនេះចង់គោរពនេះចាស់បើសិនខ្ញុំអាចលើកដាក់ស្ពះមនុស្សចឹងបានទេហើយខ្ញុំក៏អាចទៅឲ្យតម្លៃមនុស្សចឹងបានដែរដោយសារតែមានការឲ្យតម្លៃពាក្យថាចាស់ហ្នឹងហើយបានជាពេលខ្លះមនុស្សចាស់ធ្វើអីទៅក៏អត់ចេះខុសដែរអ្នកនេះយល់ខ្ញុំនិយាយពេលមនុស្សចាស់ធ្វើអីទៅគ្មានថាឲ្យទោះបីខុសក៏ដោយអត់ថាឲ្យដោយសារតែអីដោយសារគាត់ចាស់គាត់កើតមុនយើងគាត់មានបទពិសោធន៍ច្រើនជាងយើងចឹងហើយយើងក្មេងយើងថាចាស់មិនវាត្រូវដោយសារតែអញ្ចឹងឯងបានជាអំពើខុសដែលមនុស្សចាស់បានធ្វើហើយក្មេងរៀនថាឲ្យឬមានចំណាក់ក្រោយរៀនថាឲ្យធ្វើឲ្យក្មេងចំណាក់ក្រោយនេះយកគំរូតាមមនុស្សចាស់ទៀតថានេះគាត់ធ្វើអត់មានគេថាឲ្យបងអញ្ចឹងយើងធ្វើតាមគាត់ខុសគ្មានគេថាដូចគ្នាអញ្ចឹងហើយវាទៅជាការកសាងនៅផ្នត់ខុសឲ្យក្មេងចំនួនក្រោយថាអើយឲ្យតែអាយុច្រើនទៅគ្មានអ្នកថាឲ្យយើងទេឥឡូវយើងនៅក្មេងអាយុ10 20ជាងអញ្ចឹងយើងធ្វើខុសគេថាឲ្យតែតិចទៀតទៅយើងអាយុ30 40ទៅទោះបីយើងធ្វើខុសក៏គ្មានអ្នកគេថាឲ្យដែរវាទៅជាអញ្ចឹងយកអាយុមកអានថាធ្វើខុសក៏មានគេថាឲ្យអញ្ចឹងទៅលេងខ្វល់ជាមួយពាក្យថាឲ្យលេងខ្វល់ជាមួយអីទៅទៅអាហ្នឹងហើយគឺជាផ្នត់គំនិតខុសដែលតែងតែផ្ដល់ឲ្យពីមួយចំនួនទៅមួយចំនួនមកព្រមកែនៅអញ្ចឹងមនុស្សចាស់នៅតែប្រកាន់ខ្ជាប់ខ្លួនឯងថាមានជាមនុស្សដែលមានបទពិសោធន៍ច្រើនជាងក្មេងជាមនុស្សដែលឆ្លងកាត់អ្វីច្រើនជាងក្មេងគាត់កើតមកមុនគាត់អីទៅគាត់និយាយអញ្ចឹងវាត្រូវហើយចំពោះអ្នកដែលគេមានចំណេះដឹងត្រឹមត្រូវជ្រៅជ្រះពីគាត់អីហ្នឹងទៅប៉ុន្តែក្នុងលក្ខខណ្ឌខ្ញុំនិយាយមិញបោះសារ៉ាមចោលកណ្ដាស់ផ្លូវតែអ្នកនេះគួរតែគោរពគួរតែឲ្យតម្លៃមនុស្សចាស់ប្រភេទហ្នឹងទេអាហ្នឹងអ្នកនេះសាកតែគិតមកខ្លួនឯងថាគួរឲ្យតម្លៃអត់ហើយទី2ខ្ញុំឆ្លងទៀតសារ៉ាមប៉ុណ្ណឹងវាធ្ងន់ប៉ុណ្ណាចាំដល់កន្លែងចុះទៅចាំចោលសារ៉ាមក្នុងធុងសារ៉ាមទៅវាមិនបានទេឬក៏មិនតែខ្ញុំអត់យល់ទៅខ្ញុំទេសម្រាប់ខ្ញុំខ្លួនឯងតោះពេលធ្វើដំណើរពេលអីយើងមិនទិញញ៉ាំឧទាហរណ៍ទិញញ៉ាំពេលញ៉ាំហើយយើងមិនទម្លាក់ចោលតាមផ្លូវទេយើងដាក់នៅម៉ូតូនៅនឹងស្អីណាតាណាមួយក្នុងម៉ូតូយើងទៅដល់ពេលជិះទៅដល់កន្លែងណាមួយជួបធុងសារ៉ាមវាឈប់ដាក់ក្នុងធុងសារ៉ាមទៅវាអត់មានពិបាកខ្ញុំមើលឃើញថាវាអត់មានអីធ្ងន់នឹងសម្រាប់ប៉ុណ្ណឹងមកយល់អត់វាមានពិបាកដូចអត់មានពិបាកគិតទេទៀតឬប៉ុណ្ណឹងប៉ុន្តែបើសិនយើងគិតអត់បានយើងគូបោះអន់មែនទេយល់អត់រឿងប៉ុណ្ណឹងវាដូចខ្ញុំនិយាយមិនរឿងប៉ុណ្ណឹងវាស្រួលគិតទេប៉ុន្តែយើងគិតអត់បានទេគូក្បាលយើងវាអន់តាមមែនទេនឹងរឿងមួយតើតរឿងសម្រាប់រឿងទី2តើតនឹងរឿងខ្ញុំទៅកន្លែងធ្វើតែអញមិនអត់មានអ្នកយាមកន្លែងខ្ញុំតុំម៉ូតូទៅមួកអីហ្នឹងទៅដល់ពេលចុងក្រោយអ្នកតុំម៉ូតូជាមួយខ្ញុំហ្នឹងបាត់មួកខ្ញុំចង់និយាយរឿងចោលបណ្ដោយដល់ពេលចឹងដល់ពេលដូលជួបរឿងបាត់មួកខ្ញុំចង់និយាយរឿងចោលបណ្ដោយចោលគ្រប់អត់តែពាក្យចោលគឺខ្ញុំស្អប់ហើយស្អប់ទាំងអស់មកតែចោលគឺអត់អោយប៉ុន្តែចោលដែលខ្ញុំស្អប់បំផុតចោលដែលលួចកុំព្យូទ័រខ្ញុំស្អប់ទាំងអស់ហ្នឹងឲ្យតែចោលខ្ញុំស្អប់ទាំងអស់ហ្នឹងគឺជាមនុស្សអាក្រក់គឺខ្ញុំស្អប់ហើយប៉ុន្តែខ្ញុំស្អប់ខ្លាំងបំផុតគឺចោលដែលលួចកុំព្យូទ័រហេតុអីបានខ្ញុំស្អប់ចោលដែលលួចកុំព្យូទ័រដោយសារតែតម្លៃដែលគាត់លួចកុំព្យូទ័រហ្នឹងយកទៅលក់ពេលខ្លះវាអត់បានថ្លៃដូចនឹងការកុំព្យូទ័រហ្នឹងនៅជាមួយម្ចាស់គាត់ម្ចាស់វាមានថាម៉េចឧទាហរណ៍កុំព្យូទ័រមួយ1000ចោលលួចទៅយកទៅលក់1000អូខេ1000ប៉ុន្តែកុំព្យូទ័រមួយដដែលហ្នឹងបើសិនជានៅជាមួយម្ចាស់វាមានតម្លៃច្រើនជាង1000ហ្នឹងយល់តម្លៃកុំព្យូទ័រហ្នឹង1000ហ្នឹងវាជាឧបករណ៍1000ដែរប៉ុន្តែតម្លៃឯកសារផ្សេងៗនៅក្នុងហ្នឹងអនុស្សាវរីយ៍ memory ផ្សេងៗឬក៏ការងាររបស់គាត់ដែលជាប់នៅក្នុងកុំព្យូទ័រហ្នឹងជួនកាលវាមានតម្លៃថ្លៃជាងអាគ្រឿងកុំព្យូទ័រហ្នឹងទៀតគម្រោងមួយមិនមែនលុយតិចណាឧទាហរណ៍នេះឧទាហរណ៍គម្រោងមួយនៅក្នុងកុំព្យូទ័រហ្នឹងអញ្ចឹងទៅគាត់បានសេទុកនៅកន្លែងផ្សេងឬគាត់សេទុកក្នុងកុំព្យូទ័រអញ្ចឹងទៅឧទាហរណ៍ចុះហ្នឹងហើយដល់ពេលអញ្ចឹងទៅចោលលួចកុំព្យូទ័រ1000យកទៅលក់បាន1000ប៉ុន្តែម្ចាស់កុំព្យូទ័រដែលអ្នកបាត់នេះមិនមែនបាត់លុយ1000ទេបាត់លុយអាចឈរខ្ទង់100000ចុះបើសិនជាគម្រោងធំៗឃើញអត់ឃើញវាអត់ស្មើភាពគ្នាខ្ញុំស្អប់ដោយសារអត់ស្មើភាពគ្នាអញ្ចឹងឧទាហរណ៍ចោលលួចលុយខ្ញុំស្អប់ហ្មងនេះដោយសារចោលលួចលុយ10000គឺបាន10000យកទៅចាយ10000អ្នកបាត់ក៏បាន10000យល់អត់គឺវាស្មើទាំងអស់មកស្មើទៅអ្នកលួចស្មើទៅអ្នកបាត់ស្មើទៅអ្នកយកទៅចាយតអញ្ចឹងគឺស្មើតម្លៃគឺស្មើគ្នាប៉ុន្តែការលួចកុំព្យូទ័រវាអត់ស្មើកុំព្យូទ័រនៅជាមួយនឹងម្ចាស់វាមានតម្លៃមួយផ្សេងកុំព្យូទ័រនៅជាមួយដៃចោលមានតម្លៃមួយផ្សេងកុំព្យូទ័រនឹងដែរនៅជាមួយនឹងអ្នកលក់ដែលអ្នកទិញពីចោលមានតម្លៃមួយផ្សេងទៀតពេលតម្លៃវាខុសនៅលោតវាដូរនៅលោតអញ្ចឹងហើយលួចឲ្យចេះគិតផងឲ្យទៅមើលងាយចោលវិញឲ្យចេះគិតខ្លះផងមើលថាអារបស់ណាដែលលួចទៅហើយអត់ប៉ះពាល់ដល់ម្ចាស់ដើមមកគេខ្ញុំមិននិយាយចឹងដើម្បីឲ្យអ្នកទៅលួចទេមែនទេខ្ញុំចង់និយាយក្នុងលក្ខខណ្ឌ worst case បំផុត worst case គឺថាចោលលួចតែសំខាន់លួចឲ្យចេះគិតផងអូយទំព្រះហើយបើកុំឲ្យវាប៉ះពាល់ដល់ម្ចាស់គេ
ប៉ះពាល់ដល់ហិរញ្ញវត្ថុរបស់ម្ចាស់គេដែលច្រើនជាងតម្លៃដែលយើងរួចទេអាហ្នឹងយើងគួរតែចេះគិតតិចប៉ុន្តែខ្ញុំនិយាយហ្នឹងអ្នកឆ្ងល់ថាបងបើវាចេះគិតវាដឹងធ្វើចោលបើនិយាយក្នុងលក្ខខណ្ឌហ្នឹងក៏វាត្រូវមួយយ៉ាងដែរហើយទី3ទៅដល់ទី3ដែលខ្ញុំចង់និយាយហ្នឹងគឺខ្ញុំជិះឆ្លងកាត់ស្ពានចូលចង្វាហ្នឹងវាមានផ្លូវម៉ូតូហើយផ្លូវម៉ូតូសងខាងហើយនឹងផ្លូវឡើងកណ្ដាលទេផ្លូវឡើងហ្នឹងទៀតជាងផ្លូវម៉ូតូខ្ពស់ជាងផ្លូវឡើងប្រហែលជា5 សង់ទីម៉ែត្រហ្នឹងហើយ5 សង់ទីម៉ែត្រទៅតងរឿងហ្នឹងខ្ញុំមិននិយាយលើរឿងជិះម៉ូតូចល័នទេគឺខ្ញុំនិយាយលើកង់3ស្អីក៏ដោយដែលមានកង់3ទាំងតុកទាំង pass app ទាំងស្អីហ្នឹងអត់មានកង់3គឺវាធំហើយ1 ម៉ែត្រជាងហើយ1 ម៉ែត្រជាង1 ម៉ែត្រ20ហ្នឹងទៅវាហ្នឹងពេញមកផ្លូវម៉ូតូហ្នឹងអញ្ចឹងហើយបើសិនជាម៉ូតូដែលកង់3ហ្នឹងម៉ូតូកង់3 pass app ហ្នឹងទៅជិះលើផ្លូវម៉ូតូវាមិនពេញផ្លូវដែរអញ្ចឹងហើយម៉ូតូដែលតាមពីក្រោយគាត់ហ្នឹងបានទេទោះបី pass app ហ្នឹងបើកយឺតកម្រិតណាក៏ម៉ូតូហ្នឹងបានដែរដោយសារតែវាពេញផ្លូវបាត់ហើយកាលមកខ្ញុំក៏សោកឆ្ងល់ដែរថាតាមពិតទៅ pass app ក៏គួរតែបើកនៅផ្លូវណាឬក៏គួរបើកលើផ្លូវឡានឬក៏គួរបើកលើផ្លូវម៉ូតូអញ្ចឹងទៅខ្ញុំក៏ចេះឆ្ងល់ដែរប៉ុន្តែមកដល់ពេលនេះខ្ញុំយល់ឃើញថាច្បាស់ហើយគឺត្រូវតែបើកលើផ្លូវឡានហេតុអីបានត្រូវតែបើកលើផ្លូវឡានព្រោះបើ pass app បើកនៅលើផ្លូវម៉ូតូគឺម៉ូតូបានមកបិទផ្លូវចិត្តគឺបិទផ្លូវចិត្តគឺស្ទះយកមកបាត់ផ្លូវចិត្តគឺស្ទះយកអញ្ចឹងបើ pass app បើកក្នុងល្បឿន20 គីឡូម៉ែត្រ/ម៉ោងម៉ូតូដែលនៅក្រោយហ្នឹងគឺត្រូវតែបើកតាម20 គីឡូម៉ែត្រ/ម៉ោងអញ្ចឹងគឺយឺតទាំងអស់គ្នាមកអញ្ចឹងហើយបើ pass app មកបើកផ្លូវឡានហ្នឹងវាត្រូវអីព្រោះវាទំហំផាកហើយឡានហើយវាអត់ប៉ះពាល់ដល់ផ្លូវម៉ូតូទេម៉ូតូផ្លូវប៉ុណ្ណឹងអាចវ៉ាងនេះបានម៉ូតូយីមែនតាខ្ញុំសាកជិះហើយគឺវ៉ាងនេះបានអញ្ចឹងហើយឥឡូវខ្ញុំច្បាស់គឺ pass app បើកលើផ្លូវឡានអត់មានបើកលើម៉ូតូព្រោះវាធ្វើឲ្យគេឆ្អៀតឯងហើយធ្វើឲ្យគេស្ទះបើសិនជា pass app បើកយឺតអាហ្នឹងអញ្ចឹងថ្ងៃហ្នឹងអត់មានអីទេហើយខ្ញុំនៅនេះអាចទាញយកផលប្រយោជន៍ពីក្នុងវីដេអូនឹងអត់ទេណាប៉ុន្តែខ្ញុំថាអ្នកអាចទាញយកផលប្រយោជន៍ពីក្នុងវីដេអូក្នុងថ្ងៃហ្នឹងបានហើយវិញខ្ញុំនិយាយហ្នឹងគឺបើមិនកកហ្នឹងហើយសាកយកទៅគិតមើលទៅថាមិនដែរហើយខ្ញុំនិយាយហ្នឹងគឺវាបានប្រយោជន៍ដល់អ្នកអត់បើអត់ទេជួយ comment ជេរផងបើថាបើមានក៏ជួយប្រាប់ផងអូខេបាយបាយ